នេះជាវីដេអូទី2ចាតកតងជាមួយនឹងការយករូបភាពពី AI ចាបដូរពីសក់ខ្មៅទៅជា color ហើយយើង print ជាឯកសារឬក៏ដូចជាអ្នកខ្ញុំអញ្ចឹងអត់ចាំបាច់ print ជាឯកសារក៏បានដែរដោយសារអ្នកខ្ញុំមានទទួលតែនេះខ្ញុំ print មើលឲ្យលោកគ្រូអ្នកគ្រូមើលថាតើវាច្បាស់ឬក៏វាមិនអញ្ចឹងណាចាអញ្ចឹងអ្នកខ្ញុំមានទទួលមានអីអញ្ចឹងទៅក៏ខ្ញុំបង្ហាញសិស្សតែម្ដងអញ្ចឹងអានេះយើង print ឲ្យលោកគ្រូអ្នកគ្រូមើលថាតើពេលដែលយើង print ចេញពី AI ពីអីចឹង color វាច្បាស់វាល្អអីអត់ចឹងណាចាចឹងដោយសារខ្ញុំក៏មានម៉ាស៊ីន print មានអីចឹងទៅ print ឲ្យលោកគ្រូមើលថាវាច្បាស់ហ្មងលោកគ្រូអ្នកគ្រូចាអត់មានថាអត់ច្បាស់ទេដូចរូបនៅក្នុងទូរស័ព្ទមិនហ្នឹងគឺអញ្ចឹងចាចឹងយើងបង្ហាញងាយស្រួលដែរនៅពេលដែលយើងមានទទួលអញ្ចឹងយើងអាចបង្ហាញនៅក្នុងកុំព្យូទ័រតាមរយៈទទួលឲ្យយើងភ្ជាប់ទទួល Smart TV ហ្នឹងយើងអាចភ្ជាប់មួយទទួលទូរស័ព្ទក៏បានចាកុំព្យូទ័រយើងក៏បានដែរហើយអត់មានចាំបាច់ឲ្យជាងមកភ្ជាប់ទេយើងភ្ជាប់ខ្លួនឯងមកលោកគ្រូអ្នកគ្រូអត់ពិបាកភ្ជាប់ទេចាអត់ឲ្យក៏អត់ចាំបាច់ប្រើដូច HDMI អីដែរអត់ទេអត់ចាំបាច់ទេ connect វាទៅ automatic ទេអត់ពិបាកទេពេលដែលយើងមានរូបភាព color អីចឹងក៏វាងាយស្រួលក្នុងការយើងយកមកបរៀនសិស្សដែរចាសិស្សក៏ចាប់អារម្មណ៍ចូលចិត្តមើលដែរនៅពេលដែលមាន color ស្អាតច្បាស់អញ្ចឹងណាចាកូនសិស្សវិញមើលអត់ដាក់ភ្នែកទេចាថាង color ហ្នឹងគឺយើងសួរថាស្អាតទេកូនស្អាតជាងអ្នកគ្រូណាចាស្អាតជាងអ្នកគ្រូនិយាយទៅឌៀមដាមខ្ញុំសាហាយហ្មងកូនសិស្សទី3ហ្នឹងណាចាមានលោកគ្រូអ្នកគ្រូតាំងពីខ្ញុំផងមកក៏គាត់សួរថាខ្ញុំប្រើកម្មវិធីអីគេនៅការបដូររូបភាពពណ៌ហ្នឹងចានេះគឺកម្មវិធី Gemini ចា AI Gemini នឹងឯងយើងត្រូវទៅយករូបភាពមួយនៅក្នុង Telegram ចាហើយយើង screenshot បានរូបភាពហើយយើងក៏យកទៅដាក់នៅក្នុង Gemini ដោយលោកគ្រូចុចសញ្ញាបូកលោកគ្រូឃើញសញ្ញាបូកនោះចឹងនៅខាងក្រោមមានសញ្ញាបូកលោកគ្រូចុចទៅវាឲ្យយើងជ្រើសរើស photo ឲ្យរូបភាពអញ្ចឹងលោកគ្រូបាន screenshot រូបភាពមួយណាឬក៏ save រូបភាពមួយណាលោកគ្រូដាក់ចុច select រូបភាពមួយហ្នឹងទៅហើយទៅសេដាក់ទៅសុំបដូរពណ៌សុំផាត់ពណ៌សុំអីចឹងទៅចាហើយដាក់ទៅវារងចាំបន្តិចទៅវាវល់ឲ្យយើងឯប៉ុន្តែពេលខ្លះក៏វាអត់បានដែរវាបានជោគជ័យអ្វីដូចយើងគិតតែជួនកាលវាបានជួនកាលវាអត់ដែរទេវាមិនថា 100% Gemini អាចឲ្យយើងគ្រប់ពេលវេលាទេអត់ទេកម្មវិធី Gemini តែកម្មវិធីអីក៏ដែរឲ្យវាមិនអាចដូចចិត្តយើងទេអញ្ចឹងពេលខ្លះវាបានពេលខ្លះវាអត់តែអញ្ចឹងទៅចាពេលខ្លះទៅវាចេញមកត្រូវពេលខ្លះវាចេញមកខុសក៏មានដែរចាអញ្ចឹងយើងព្យាយាមហើយព្យាយាមទៀតថ្ងៃយើងព្យាយាមតិចទៅវាបាននៅពេលដែលយើងបានរូបភាពហ្នឹងហើយលោកគ្រូអ្នកគ្រូគ្រាន់តែចុចលើរូបភាពហ្នឹងទៅវាមានពាក្យ save អញ្ចឹងលោកគ្រូអ្នកគ្រូចុច save ក៏បានឬក៏ចុច share ក៏បានឬក៏ចុច copy ក៏បានដែរអញ្ចឹងចុច share ទៅ Telegram ផ្ញើទុកនៅក្នុង Telegram ក៏បានដែរចាដូចខ្ញុំអញ្ចឹងដាក់ទុកក្នុង Telegram ទៅឬក៏ save ដាក់ក្នុងទូរស័ព្ទយើងក៏បានដែរហើយបើសិនជាលោកគ្រូអ្នកគ្រូអត់មានម៉ាស៊ីន print ដូចខ្ញុំអីលោកគ្រូអ្នកគ្រូ save នៅក្នុងទូរស័ព្ទដៃទៅហើយមានឱកាសទៅ print អីក៏ទៅ print អញ្ចឹងទៅតែខ្ញុំមានទទួលមានអីអញ្ចឹងទៅខ្ញុំគ្រាន់តែ save ទុកទៅអញ្ចឹងទៅចាហើយយើងអត់ print ទេគ្រាន់តែខ្ញុំ print នេះបង្ហាញនេះគ្រាន់តែ print ឲ្យលោកគ្រូអ្នកគ្រូមើលអញ្ចឹងណាចាថាវានៃការ print គឺធ្វើម៉េចវាច្បាស់ល្អអត់នៅពេលដែលយើង print តាមទូរស័ព្ទដៃយើង screenshot យើងពី AI យករូបភាពពី AI អញ្ចឹងវាច្បាស់ល្អអត់អញ្ចឹងណាចាអញ្ចឹងរូបភាពទាំងអស់ហ្នឹងយើងស្រួលក្នុងការយកទៅបរៀនយើងដាក់ទទួលទៀតទៅក៏វាជាភាពតាក់ទាញមួយដែរចា